បុរីជនបទភូមិឋានខ្សែមខ្សានត្រនំសុភមង្គលក្រសួងរៀបចំដែនដីនគររដ្ឋពាណិជ្ជកម្មនិងសំណង់និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា Habitat for Humanity Cambodia បានសហការគ្នាដើម្បីរៀបចំអនុវត្តគម្រោងរួមគ្នាចំនួន4គម្រោងរួមមានគម្រោងទី1ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំផែនការនិងអនុវត្តសកម្មភាពលំនៅឋានសង្គមដែលនឹងផ្ដល់ផលចំនួន 12,000 ផ្ទះគ្រួសារគម្រោងទី2គម្រោងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍សំណង់បណ្ដោះអាសន្នដែលនឹងផ្ដល់ផលផ្ទាល់ចំនួន 2,500 ផ្ទះគ្រួសារគម្រោងទី3គម្រោងវិថីឆ្ពោះទៅរកជីវិតថ្មីដោយសង្ឃឹមដែលនឹងផ្ដល់ផលផ្ទាល់ចំនួន 300 ផ្ទះគ្រួសារគម្រោងទី4លំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារមានប្រាក់ចំណូលទាបដែលនឹងផ្ដល់ផលផ្ទាល់ចំនួន 200 ផ្ទះគ្រួសារនេះបើយោងទៅតាមកិច្ចប្រជុំនាថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2026 នៅទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់